នៅពេលដែលយើងអត់លុយអត់ឡានអត់វីឡាអត់ទូនីតិមនុស្សភាគច្រើនបំផុតបានបំភ្លេចយើងចោលពួកគេទុកយើងដូចជាខ្យល់ពិសេសមនុស្សដែលធ្លាប់ស្គាល់យើងគេលេងខ្វល់ខ្វាយជាមួយយើងគេលេងទូរស័ព្ទមកកាន់យើងគេលេងតាក់ទងមករកយើងគេលេងឆាតលេងជាមួយយើងហើយអញ្ចឹងតើវាយ៉ាងម៉េចនេះគឺជារឿងដ៏សាមញ្ញបំផុតនៅក្នុងជីវិតរបស់សត្វលោកនេះហើយបើអ្នកចង់យំអ្នកយំទៅចោះបើអ្នកចង់សើចអ្នកសើចទៅចោះបើអ្នកចង់ឈឺចាប់អ្នកឈឺចាប់ទៅចោះឈឺចាប់ឲ្យអស់ពីចិត្តទៅចោះប៉ុន្តែសូមអ្នកកុំភ្លេចក្រោកឈរឡើងពីព្រោះថាមានតែអ្នកម្នាក់គត់ដែលអាចងើបឈរឡើងគឺមានតែអ្នកម្នាក់គត់ដែលអាចក្រោកឈរឡើងហើយអ្នកកុំភ្លេចធ្វើពិធីជប់លៀងមួយសម្រាប់ខ្លួនរបស់អ្នកពីព្រោះថានៅជុំវិញខ្លួនរបស់អ្នកលែងមានមនុស្សคล้ายៗទៀតហើយនេះគឺជារឿងដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នកក្នុងការធ្វើដំណើរឆ្ពោះទៅមុខចាប់ពីពេលនេះ